ពីមុនលោកស្រីគ្រូសាភីពិតជាល្អចំពោះខ្ញុំគាត់តែងតែនៅជួយនិយាយខ្ញុំពេលបីជិនឬស្ដីបន្ទោសខ្ញុំអ្នកដែលមកបានលុតជង្គង់លើដេហើយយំទាំងទឹកមាត់និងទឹកភ្នែកហូរស្រក់អ្នកនាងលោកស្រីចិត្តស្លាប់ហើយគាត់រអ៊ូទំរកឈ្មោះអ្នកនាងទោះបីជាផ្ដាច់ពាក្យក៏ដោយតែលោកស្រីស្រឡាញ់អ្នកនាងខ្លាំងណាស់តើអ្នកនាងអាចទ្រាំមើលគាត់ស្លាប់ទៅដោយខកចិត្តបានទេបើរឿងនេះផ្សាយទៅក្រៅថាខ្ញុំមិនទៅគឺមនុស្សគ្មានបេះដូងមិនដឹងគុណតែបើទៅដូចកូនជៀមចូលទៅរួមខ្លាខ្ញុំកំពុងស្ទាក់ស្ទើរសៀវជីយូបានឆ្លើយតបបាននេះជាលោកស្រីឈឺធ្ងន់ហើយយើងមានចំណេះដឹងខ្លះអំពីវិទ្យាសាស្ត្រល្មមជូនអេងទៅមើលបើមាននរណាហ៊ានធ្វើពុតឈឺកុហកយើងប្រកាសជាដាក់ទោសតាមទោសកុហកព្រះញាតិវង្សានុវង្សហើយអ្នកបម្រើភ័យខ្លាចរហូតដល់ញ័រខ្លួនតែនៅនាំផ្លូវទៅលំនៅឋានរបស់ PP យិនឈោនៅមាត់ទ្វារធ្វើដោយកូនកញ្ញោពេលគាត់ឃើញសៀវជីយូក៏មកដល់ដែរទឹកមុខរបស់គាត់ក៏រឹងប៉ុន្តែមិនហ៊ានខាត់ផ្លូវចូលទៅក្នុងផ្ទះលោកស្រីនៅមិនទាន់ចូលនៅឡើយកយសំឡេងចេញពីក្នុងផ្ទះជេរប្រមាថមនុស្សមេក្មេងមិនដឹងគុណមកដល់ហើយឬនៅគ្រូសាបីចិញ្ចឹមនាងយូរយ៉ាងនេះឥឡូវស្លាប់រឹងហើយហ៊ានឡើងត្រនងខ្ពស់ប្រសិនបើថ្ងៃនេះនៅមិនយល់ព្រមលោកចោលការភ្ជាប់ពាក្យជាមួយព្រះអង្គម្ចាស់ខ្ញុំនឹងបុកនឹងសនេះឲ្យស្លាប់ជំហានរបស់ខ្ញុំកងហើយគំនិតលយខ្លួននៅក្នុងចិត្តបាត់ទៅវិញភ្លាមអ្វីដែរថាស្រឡាញ់អាណិតគ្រាន់តែយកខ្ញុំធ្វើការដោយកូននឹងសេះឲ្យគ្រូសាភីម៉ែឈៀលជាសាច់ចំអករុញទ្វារបន្ទប់ភ្លាមលោកស្រីបានជាចង់ស្លាប់យើងនឹងឲ្យគេយកក្រណាត់ស្អោយស្រួលជាងបុកសស្នំឲ្យឈឺហើយនាំសេដល់បន្ទប់ទៀតតាមឡាយលោកស្រីដេកលើក្រែធ្វើពុតឈឺលឺដូចនេះគាត់ក្រោកឈរឡើងភ្លាមគាត់ចង្អុលទៅសៀវជីយូទាំងខឹងសម្បារាងកាយញ័រមុខឡើងក្រហមឯងហួសហេតុការបោកប្រាស់ត្រូវបានលាតត្រដាងបុយជិនហឺខ្មាស់អៀនគាត់ក៏ប្រញាប់ដោះស្រាយការយល់ច្រឡំជីដូនមានការវង្វេងបន្តិចនិយាយពាក្យផ្ដេសផ្ដាសតែខ្ញុំបានស្គាល់មុខមាត់របស់គ្រួសារនេះខ្ញុំគ្រាន់តែមានអារម្មណ៍ស្អប់ខ្ពើមខ្លាំងលោកស្រីឃើញការកុហករបស់ខ្លួនបានបរាជ័យគាត់ក៏ឈប់ធ្វើពុតតែម្ដងលើកភួយឡើងរួចអង្គុយសម្លឹងមើលដោយក្រសែភ្នែកអាក្រក់ពីលើក្រែលើកដៃបញ្ញាឲ្យអ្នកបម្រើទាំងអស់ចេញពីបន្ទប់ទុកតែអ្នកបម្រើមានមុំធំប៉ុន្មានអ្នកក្រោយមាត់ទ្វារក៏បិទហឹងបន្ទាប់ពីសំឡេងផឹងរួចបរិយាកាសនៅក្នុងបន្ទប់ស្រាប់តែប្រែជាម្ដាយរបស់ភីលេងជាចាស់ទុំតែមានមុខមាត់សប្បុរសទៀតមុខរបស់គាត់ក្រញើឈូយីងបានជានិយាយត្រង់ហើយយើងក៏មិននិយាយវៀងវត្តទេរឿងអាស្រូវរបស់នាងនោះធ្វើឲ្យដឹងឮពេលមួយទីក្រុងហើយក្រៅពីគ្រួសារភីរបស់យើងតើអ្នកណាចិត្តស្មោះចង់បានឯងចូលក្នុងដំណាក់ជីងវាងជារណ្ដៅភ្លើងព្រះអង្គម្ចាស់លោកភ្លុនមួយផ្លែតពេលលេងធុញហើយនាងនឹងត្រូវគេបោះចោលនិយាយបន្តើដៃគូក្រែបន្តើបន្លឺសំឡេងទូឲ្យតែឥឡូវនេះនាងទៅផ្ដាច់ពីឲ្យពីព្រះអង្គម្ចាស់ហើយលុតជង្គង់នៅចំពោះមុខដូនតារបស់យើងសារភាពកំហុសរបស់ខ្លួនហើយស្បត់ថាមិនបោះជំហានចេញពីទ្វារមិនចេញពីផ្ទះចិត្តលើកស្ទួយគោរពប្តីតំណែងម្ចាស់មេផ្ទះស្រីយើងនៅតែអាចទុកឲ្យនាងខ្ញុំស្ដាប់ឬពាក្យទាំងនេះហួសហេតុទាំងស្រុងគ្រាន់តែយល់ថាវាគួរឲ្យអស់សំណើចនៅពេលនេះពួកគេគិតថាគ្រួសារភីជាទំនិញដ៏ពេញនិយមគិតថាខ្ញុំកំពុងអង្វររៀបការចូលគ្រួសារនេះទៀតខ្ញុំបានទៅវិញដោយចំអកលោកស្រីសំណាងល្អគួរតែទុកសម្រាប់អូនជីដូនមួយម៉ងចោះខ្ញុំជាមនុស្សមិនចេះដឹងគុណមិនអាចទទួលយកការគុណបុណ្យនេះពីគ្រួសារភីបានទេម្ដាយប៉ីមិននឹកស្មានថាខ្ញុំនិយាយមិនចូលទាំងទុននិងរឹងដោយកំហឹងខ្លាំងពេកគាត់ក៏ចាប់ពេងតែគប់បែកយ៉ាងខ្លាំងនៅលើដីបំណែកតែ4ដុំបែកខ្ទេចខ្ទីនៅលើដីទឹកបានហៀពេញដីអញ្ជើញផឹកស្រាមិនផឹកចង់ផឹកស្រាពីនៃសង្កត់វាទៅថ្ងៃនេះខ្ញុំនឹងជំនួសឪពុកម្ដាយដែរស្លាប់ទៅរបស់ឯងប្រដៅកូនអុកតញូនេះឲ្យបានត្រឹមត្រូវអ្នកបម្រើរងចាំឱកាសនេះលីបញ្ជាភ្លាមក៏ដើរមករកខ្ញុំពួកគេបានស្ទុះមករកខ្ញុំម្នាក់ទឹកមុខកាចសាហាវដូចធ្វើរឿងនេះជាញឹកញាប់ខ្ញុំថយក្រោយដោយមិនភ្ញាក់ផ្អើលមិនភ័យព្រោះខ្ញុំដឹងថាមានមនុស្សដែរខឹងជាងខ្ញុំទៀតគឺនៅពេលដែលដៃខ្វក់របស់ស្ត្រីទាំងនោះចិត្តប៉ះចង់ឲ្យខ្ញុំហងទ្វារដែលបិទជិតត្រូវបានទាត់បើកពីខាងក្រៅបន្ទះទ្វារទាំងពីរស្រាប់តែធ្លាក់មកដីធ្វើឲ្យធូលីហុយឡើងជាអូខេយឈោបញ្ញចាស់ពន្លឺនៅមាត់ទ្វារជៀនយ៉ាវយិននិងក្រុមទាហាននៃអង្គរៈស្លៀកពាក់ឯកសណ្ឋាននៅពីក្រោយរបស់គាត់ត្រជាក់ដូចកំពុងសម្លឹងមើលក្រុមមនុស្សស្លាប់យើងចង់ឃើញណាស់ថាអ្នកណាហ៊ានប៉ះប្រពន្ធរបស់យើងមានអ្នករាយការណ៍ថាគ្រូសាភីមានបំណងដាក់ទោសធ្វើបាបប្រពន្ធព្រះអង្គម្ចាស់យកទៅទាំងអស់ចុះរឿងរញ៉េញ៉ៃគ្រូសាភីទីបំផុតនៅមិនអាចបញ្ចប់ឃើញលោកយិនយ៉ាវយិនបានធ្វើអន្តរាគមន៍លោកស្រីប៉ៃមានការភ័យខ្លាចដួលសន្លប់លើកនេះពិតជាសន្លប់មែនប៉ៃជន់ហឺជាមេនៃគ្រូសាទោះបីមិនបានធ្វើដោយផ្ទាល់ប៉ុន្តែវាពិបាកនិយាយណាស់ហេតុការណ៍នេះបានរីករាលដាលយ៉ាងឆាប់រហ័សពេញរដ្ឋធានីវាបានខ្លាចជារឿងបំផ្លាញនៅព្រឹកបន្ទាប់មន្ត្រីរាជការជាច្រើនរូបបានចោទប្រកាន់លោកភីយិនរួមគ្នាគ្រប់គ្រងផ្ទះមិនបានល្អឲ្យម្ដាយធ្វើអាក្រក់គុណមិនគ្រប់មិនស័ក្តិសមធ្វើជាមន្ត្រីឯកសារថ្កោលទោសច្រើនហួសនៅមុខមន្ត្រីរាជការស្ដីបន្ទោសភីយិនយ៉ាងខ្លាំងសូម្បីតែរឿងគ្រួសារក៏មិនអាចដោះស្រាយបានល្អដែរយើងមិនឲ្យកិច្ចការរដ្ឋឲ្យឯងពីនៃប្រាក់ខែកន្លះឆ្នាំពិត
certificate ពិចារណាពីកំហុសខ្លួនមានលើកក្រោយលុបឈ្មោះចេញភ្លាមពីការិយាល័យ Pigeon លើកជង្គង់នៅក្នុងសាលដោះមួកមន្ត្រីចេញហើយញាប់ខ្លួនមិនហ៊ានបដិសេធទេអាចត្រឹមតែអង្គក្បាលហើយអរគុណប៉ុណ្ណោះបន្ទាប់ពីចប់សវនាការមិត្តរួមការងារដែលធ្លាប់មិត្តល្អជាមួយគាត់នាំគ្នាមិនហ៊ានក្បែរគាត់បានដើរចេញពីទ្វារព្រះបរមរាជវាំងតែម្នាក់ឯងត្រឡប់ទៅផ្ទះវិញដំណាក់ភីប្រៀបដូចជាមានពុកខ្មៅអាប់អ៊ូមងសៀនចិនជាមួយនឹងមុខរលួយដែលមិនទាន់ជាសះស្បើយមកទទួលចង់លួងលោមគាត់បងជីដូនមួយវាជាកំហុសជាយងទាំងអស់ផាច់ Pigeon Heavy ទេកំភ្លៀងមេងឈៀនចិនភ្នែករបស់គាត់ឡើងក្រហមឡើងសរសៃថ្ងាសកំហឹងទាំងអស់ត្រូវបានបញ្ចេញមកលើនាងបិទមកទៅបើមិនមែនមកពីនាងចាក់រកធ្វើឲ្យម្ដាយយើងខឹងមិនអាចធ្វើឲ្យរឿងទៅជាយ៉ាងនេះកន្ទុយចាប់តាំងពីនាងមកដល់ផ្ទះខ្ញុំមិនទាន់មានថ្ងៃសន្តិភាពមួយមងសៀនចិនបានគ្រប់មុខរបស់គាត់មើលគាត់ដោយការមិនជឿទឹកភ្នែកបានចេញមកបៃជន់ហឺមិនបានមើលគាត់ផងប្រញាប់ប្រញល់ចូលទៅក្នុងបន្ទប់សិក្សាកំទេចរបស់របរនៅលើតុបញ្ចេញកំហឹងហើយគាត់អង្គុយលើកៅអីចាប់ផ្ដើមការលាងខួរក្បាលខ្លួនឯងដ៏ឈួតលីលាគាត់មិនស្អប់ស្ដេចទេមិនស្អប់អ្នកត្រួតពិនិត្យមិនស្អប់សូម្បីតែយិនជេវៀនក៏ដោយគាត់បានផ្ទេរការស្អប់ទាំងអស់ទៅឲ្យឆេវឃានេះជាការរៀបចំរបស់ឆេវឃាវាជាល្បិចរបស់គាត់ទាំងអស់ដើម្បីបានយាងគាត់រៀបចំក្រឡាអុកនេះធ្វើឲ្យខ្ញុំបាត់បង់កេរ្តិ៍ឈ្មោះយីងច្បាស់ជាត្រូវគាត់បាំងភ្នែកហើយមិនដឹងថាគាត់ជាមនុស្សអាក្រក់បែបនេះទេពូកែល្បិចខ្ញុំមិនអាចបោះបង់ចោលបានទេខ្ញុំត្រូវតែជួយសង្គ្រោះយាងចេញពីរណ្ដៅគាត់នៅកន្លែងងឹតភ្នែករបស់គាត់កាន់តែមុតជ្រៅដើម្បីយកបេះដូងរបស់ Pigeon ដើម្បីរក្សាតំណែងរបស់ខ្លួននៅគ្រួសារពីចិនបានសម្រេចប្រើសัญลักษณ์ពីចុងក្រោយល្បិចសាច់កម្មគាត់ឲ្យមនុស្សនិយាយគ្នាថាបងជីដូនមានការស្អប់ខ្ពើមគាត់គ្មានមុខរស់នៅទេរួចរកពេលអ៊ូអគាត់បានដាក់កៅអីមួយនៅមាត់ទ្វារផ្ទះកំណាត់នៅមាត់ទ្វារនាងស្រែកយំយ៉ាងខ្លាំងត្អូញត្អែថាខ្ញុំមិនឲ្យនាងរស់បង្ខំប្អូនជីដូនមួយឲ្យស្លាប់បងស្រីខ្ញុំនឹងប្រគល់បងជីដូនមួយទៅបងវិញសូមលើកលែងគ្រួសារភីទៅចុះខ្ញុំសុខចិត្តស្លាប់សូមឲ្យតែបងស្រីផ្លាស់ប្ដូរចិត្តវិញទ្វារផ្ទះរបស់ជីជន់មកមើលភាពអ៊ូអទីដោយនៃទេសាធារណៈគឺងាយស្រួលផ្អៀងទៅខាងទន់ខ្សោយមនុស្សគ្រប់គ្នាសម្លឹងមើលមកសៀនចិនក្រៀមក្រំកំសត់យ៉ាងនេះពួកគាត់ចាប់ផ្ដើមចង្អុលមកខ្ញុំម្ដងបាននិយាយថាខ្ញុំហួសហេតុពេកបៃជន់ហឺបានលាក់ខ្លួននៅពីក្រោយទ្វារគ្មានការឈប់ទេគាត់ចង់ទាញយកប្រយោជន៍ពីរឿងនេះបង្ខំខ្ញុំឲ្យបង្ហាញខ្លួនបង្ខំខ្ញុំឲ្យសម្របសម្រួលណាខ្ញុំមកខ្ញុំត្រូវមានឈ្មោះថាបង្ខំមនុស្សឲ្យស្លាប់ដល់ពេលនោះខ្ញុំត្រូវតែស្ដាប់តាមគាត់ពេលដំណឹងនោះបានឬដល់ត្រចៀកខ្ញុំបានពាក់គ្រឿងអលង្ការសៀវឈីយូបានបង្វិលស្នៀតសក់មាសក្នុងដៃរបស់គាត់យ៉ាងមានអត្ថន័យបានជាគាត់ចង់ស្លាប់យើងត្រូវបំពេញចិត្តគាត់បន្ទាប់មកទៀតខ្ញុំបាននាំគ្រូពេទ្យល្អបំផុតនៅទីក្រុងនិងឈូដ៏ល្អមួយផងដែរ